បាទសួស្តីឆ្នាំថ្មីបងប្អូនបាទសូមជម្រាបសួរពីហាងតែលីននៅជ្រោយចវានេះបងប្អូនបាទបងប្អូនថ្ងៃនេះសូមណែនាំបងប្អូនអំពីមច្ឆារបស់យើងដែលទើបនឹងមកដល់ថ្មីបងប្អូនបាទគឺបទពិសោធន៍នៃការលក់រយៈពេល5ឆ្នាំមកនេះយើងបានជ្រើសរើសតែមច្ឆាគុណភាពល្អតែប៉ុណ្ណោះបងប្អូនបាទហើយរសជាតិឈ្ងុយឆ្ងាញ់អត់មានក្លិនឆ្អាបក្លិនអីមកជាមួយទេតើយើងមានមច្ឆាអីខ្លះទេបងប្អូនសូមអញ្ជើញដូចតទៅនេះបាទអញ្ចឹងបងប្អូនធ្លាប់ដឹងហើយគឺថាពីមុនមកយើងមានកូយូមីនេះកូយូមីមកពីតំបន់ UG នេះបងប្អូនបាទនេះកូយូមីនេះបាទកូយូមីមកពីតំបន់ UG បងប្អូនបាទគឺ creamy ឈ្ងុយ creamy បងប្អូនបាទឥឡូវនេះបងប្អូនបាទយើងមានកូយូមីមួយមុខទៀតបងប្អូនបាទកូយូមីដូចគ្នា brand ដូចគ្នាក៏ប៉ុន្តែអានេះគេហៅថាកូយូមី six blend បងប្អូនបាទ six blend ហ្នឹងបានន័យថាតែពូជតែ6មុខបញ្ចូលគ្នាហើយបានទៅជាកូយូមី six blend នេះបងប្អូនបាទហើយតែនោះគឺគេកិនដោយត្បាល់បងប្អូនបាទត្បាល់គឺត្បាល់ថ្មធម្មជាតិអញ្ចឹងគឺថាតែនឹងម៉ត់ខ្លាំងហើយរសជាតិគឺថាឈ្ងុយបាទបើបងប្អូនចង់បានមួយឆាដែលឈ្ងុយនោះគឺ complete six blend កូយូមីនេះបងប្អូនបាទគឺទើបនឹងមកដល់ទេបងប្អូនបាទទៅមកដល់គឺដើម្បីអបអរឆ្នាំថ្មីនេះអញ្ចឹងបងប្អូនសូមអញ្ជើញកុំបីខានបាទមួយឆាមកពីជប៉ុនយើងមាន3មុខនេះបងប្អូនបាទគឺមានកូយូមី six blend ហើយនឹងយ៉ាប៊ូតាបងប្អូនយ៉ាប៊ូតាគឺជាពូជតែឈ្មោះយ៉ាប៊ូគីតាបងប្អូនបាទគឺល្អបងប្អូនឈ្ងុយឆ្ងាញ់បងប្អូនចង់បានមច្ឆាពិតប្រាកដគឺមច្ឆាកូយូមីហើយនឹងមច្ឆាប៊ូគីតាបងប្អូនបាទប៊ូគីតាហើយនឹងមច្ឆាសរីរាង្គទាំងអស់នេះបងប្អូនបាទចឹងកុំភ្លេចហាងតែលីននៅជ្រោយវ៉ាយើងមានបទពិសោធន៍ក្នុងការលក់មច្ឆានៅ5ឆ្នាំហើយបងប្អូនបាទគឺថាឈ្ងុយឆ្ងាញ់ creamy គឺមច្ឆានៅកន្លែងនេះហើយជាពិសេសបងប្អូនដែលមានហាងកាហ្វេដែលចង់យកមច្ឆាទៅឆុងលក់នោះគឺថាកុំភ្លេចបាទគឺមច្ឆាពីនេះយើងទៅគឺថាអត់មានក្លិនឆ្អាបក្លិនអីទេគឺថាមានតែក្លិនឈ្ងុយបងប្អូនបាទក្លិនឈ្ងុយហើយនឹង creamy អញ្ចឹងបងប្អូនអាចយកទៅបានបាទអញ្ចឹងហាងកាហ្វេធំជាច្រើនលោកបានប្រើប្រាស់មច្ឆាពីខាងយើងខ្ញុំនេះទៅដោយសារយើងខ្ញុំមានតម្លៃពិសេសសម្រាប់ហាងកាហ្វេបងប្អូនបាទអញ្ចឹងមច្ឆារបស់យើងឥឡូវនេះគឺថាមានរហូតដល់5មុខបងប្អូនបាទហើយយើងមានអីទៀតទៅបាទក្នុងឱកាសឆ្នាំថ្មីនេះគឺថាយើងមានស្ករម៉ុង fruit បងប្អូនបាទស្ករម៉ុង fruit បាទល្អមែនតើបងប្អូនបាទកញ្ចប់នេះគឺតម្លៃតែ$8ទេបាទបងប្អូនស្អីទៅម៉ុង fruit ទៅស្គាល់ទេបាទម៉ុងម៉ាំងបើយើងនិយាយទៅថាម៉ាំងអញ្ចឹងក៏បានដែរបងប្អូនម៉ាំង fruit ម៉ាំងហ្នឹងគឺបានន័យថាប្រសង់ហើយ fruit ហ្នឹងផ្លែឈើអញ្ចឹងផ្លែឈើនេះត្រូវបានរកឃើញដោយប្រសង់កាលពី800ឆ្នាំមុននោះនៅប្រទេសចិនបងប្អូនបាទហើយកាលពីឆ្នាំ1930ជាងហ្នឹងគឺបានផ្សាយភាយទៅដល់អឺរ៉ុបឥឡូវនេះគឺថាមានការទទួលស្គាល់ទូទាំងពិភពលោកដែលគេថាវាជាអាហារសុខភាពសម្រាប់អ្នកមិនចង់ឡើងគីឡូសម្រាប់អ្នកមានបញ្ហាជំងឺទឹកនោមផ្អែមអីហ្នឹងគឺថាអាចប្រើប្រាស់បានបងប្អូនបាទគឺល្អមែនតើ zero calorie អញ្ចឹងអត់ធាត់អត់ឡើងគីឡូបាទហើយទទួលបាននៅផ្អែមបែបធម្មជាតិដូចគ្នាបាទអញ្ចឹងមួយទៀតយើងមានទឹកដោះគោនេះទឹកដោះគោ40 plus បងប្អូនបាទទឹកដោះគោ40 plus នេះបានន័យថាសម្រាប់បុរសស្ត្រីអាយុចាប់ពី40ឆ្នាំឡើងអញ្ចឹងគឺថាល្អណាស់នៅក្នុងនេះមានវីតាមីនមានជាតិរ៉ែមានអីច្រើនបងប្អូនបាទប្រហែលជា20-30មុខនៅក្នុងនេះគឺថាជំនួយដល់សុខភាពចាស់ជួយខួរក្បាលឲ្យចងចាំបានល្អបាទជួយឆ្អឹងបាទជួយសាច់ដុំឲ្យមានកម្លាំងជួយកាពះពោះវៀនបត់ជើងស្រួលគេងលក់ស្រួលអីហ្នឹងគឺថានេះចាស់ធម្មតាគាត់ត្រូវការអាហារច្រើនដើម្បីទ្រទ្រង់សុខភាពគាត់បាទចាស់មួយចំនួនលោកបានតមអាហារដោយសារបញ្ហាសុខភាពតមនេះតមនោះបាទជាពិសេសអ្នកជំងឺទឹកនោមផ្អែមអីហ្នឹងគឺថាតមស្ករតមបាយនឹងក៏តិចស្អីក៏តិចផ្លែឈើនឹងក៏តិចអញ្ចឹងអាចខ្វះអាហារូបត្ថម្ភធ្វើឲ្យគាត់រួយដៃរួយជើងស្ពឹកសពុនគេងមិនសូវបានបាទតែនេះបងប្អូនបាទបងប្អូនមួយចំនួនដែលធ្លាប់ប្រើហ្នឹងក៏ថាឪពុករបស់គាត់កាលពីមុនដើរទ្រីត្រូតឥឡូវហ្នឹងគឺថាដើរត្រង់ភ្លឹងបាទន័យថាគាត់មានកម្លាំងកំហែងល្អណាស់បងប្អូនបាទអញ្ចឹងបងប្អូនអាចពិសាបានល្អបាទសម្រាប់ចាស់បាទទឹកដោះគោក្មេងក៏មានទឹកដោះគោចាស់ក៏មានទឹកដោះគោដែរទឹកដោះគោនេះផលិតនៅប្រទេសអូស្ត្រាលីបងប្អូនបាទប្រទេសអូស្ត្រាលីគឺរោងចក្រគេប្រាប់ថានេះគឺជាទឹកដោះគោដែលផលិតពីទឹកដោះគោធម្មជាតិបាទន័យថាគោស៊ីស្មៅធម្មជាតិអត់មានចាក់គីមីចាក់អីចូលគោទេបាទគឺគោស៊ីស្មៅធម្មជាតិផលិតបានទៅជាទឹកដោះគោម្សៅទឹកដោះគោនេះគឺថាមានសារធាតុចិញ្ចឹមនៅក្នុងនេះច្រើនបងប្អូនច្រើនបងប្អូនជួយមើលខ្លួនឯងថាក្នុងនេះក៏មានសរសេរជាអក្សរខ្មែរជាអីដែរបងប្អូនបាទហារូបត្ថម្ភច្រើនមែនទែនប្រហែលប្រហែលជា30មុខទេតាមមើលទៅបងប្អូនបាទមានតាំងពីសារធាតុដែកម៉ាញ៉េស្យូមប៉ូតាស្យូមវីតាមីន D វីតាមីនអីហ្នឹងច្រើនមុខបងប្អូនបាទ
សង្កសីកាល់ស្យូមច្រើនណាស់នៅក្នុងនេះអញ្ចឹងគឺជួយទ្រទ្រង់សុខភាពចាស់បងប្អូនអាចពិសាបានបាទហើយបងប្អូនមានចម្ងល់អាចសាកសួរទៀតបាទជាពិសេសមច្ឆារបស់យើងណាបងប្អូនបាទហើយតែបៃតងតែអ៊ូឡុងតែក្រហមតែភួមួយចំនួនហ្នឹងគឺយើងមាននៅលក់ធម្មតាបងប្អូនបាទគ្រាន់តែថាមច្ឆានេះគឺថាពេញនិយមណាស់ឥឡូវហ្នឹងហើយឥឡូវនេះមានរហូតដល់5មុខឯណោះបងប្អូនបាទហើយចង់បានរសជាតិឈ្ងុយកុំភ្លេច Spring Tea ដែលជាគេហៅថា Koyomi Six Blend នេះបងប្អូនបាទកុំភ្លេចបងប្អូនអាចតាក់ទងមកអាចសាកសួរបានបាទហើយរបៀបឆុងមច្ឆាយ៉ាងម៉េចបងប្អូនអាចឆុងបានបងប្អូនមច្ឆានេះតាមការពិតទៅងាយស្រួលឆុងហ៎បងប្អូនបាទបងប្អូនអាចធ្វើមច្ឆាឡាតេបងប្អូនអាចគ្រាន់តែទឹកសុទ្ធយើងបងប្អូនដាក់មច្ឆាចូលទៅតែ1ក្រាមកន្លះទេតាមស្តង់ដារវាទឹកម្ដបហ្នឹងបងប្អូនបាទគឺដាក់ទៅក្លុកទៅញ៉ាំគឺគេហៅថា chlorophyll បងប្អូននៅក្នុងនេះច្រើនណាជួយសុខភាពយើងច្រើនមែនទែនទ្រទ្រង់សុខភាពយើងបងប្អូនបាទគឺល្អបាទអញ្ចឹងជួយឲ្យគេងលក់ស្រួលជួយអីហ្នឹងសពបែបយ៉ាងហើយបងប្អូនមួយចំនួនយកទៅហ្នឹងគាត់ថាគាត់មិនដឹងថាត្រូវញ៉ាំយ៉ាងម៉េចខ្លះអីយ៉ាងម៉េចខ្លះបាទការញ៉ាំការអីហ្នឹងគឺបងប្អូនអាចសាកសួរទៀតបាទគឺមច្ឆាគេឲ្យយើងញ៉ាំយ៉ាងហោចណាស់ក៏កន្លះម៉ោងបន្ទាប់ពីពេលបាយកុំញ៉ាំជាមួយពេលបាយបងប្អូនបាទហើយបងប្អូនបាទគឺអត្ថប្រយោជន៍បងប្អូនញ៉ាំពេលព្រឹកពេលថ្ងៃហ្នឹងកុំតែញ៉ាំពេលល្ងាចបងប្អូនបាទគឺជួយឲ្យយើងគេងលក់ស្រួលជាពិសេសអ្នកដែលស្រឡាញ់សុខភាពជាពិសេសស្បែកភ្លឺថ្លាក្មេងជាងវ័យគឺមច្ឆាហ្នឹងហើយបងប្អូនបាទគឺមច្ឆាហ្នឹងហើយបាទអញ្ចឹងបងប្អូនសូមជួយអ្នកគ្នាខ្ញុំដាក់សុទ្ធទេបងប្អូនពីព្រោះអីបានដាក់សុទ្ធញ៉ាំបានមច្ឆាធម្មតាគេធ្វើឡាតេធ្វើអីដោយសារមច្ឆាយើងឈ្ងុយឆ្ងាញ់អត់មានក្លិនឆ្អាបអត់មានក្លិនអីអញ្ចឹងបងប្អូនដាក់តែបន្តិចបានហើយចូលទៅក្នុងកែវទៅហើយយកអាម៉ូទ័រចុចឆាច់មកញ៉ាំបានហើយបងប្អូនដាក់ដបទឹកសុទ្ធក្លុកក៏បានដែរគឺល្អបាទងាយស្រួលញ៉ាំបាទបាទអញ្ចឹងមានតែប៉ុណ្្នេះទេសម្រាប់ថ្ងៃនេះបាទគឺថាសូមជូនពរឆ្នាំថ្មីសូមបងប្អូនមានសិរីសួស្តីទៅណាមកណាមានសុវត្ថិភាពសោកក្អាកក្អាយគ្រប់ក្រុមគ្រួសារជាពិសេសជូនពរបងប្អូនមានសុខភាពល្អសូមបងប្អូនពិសាទឹកឲ្យបានច្រើនរដូវកាលនេះគឺជារដូវកាលក្តៅបាទគឺថាខែចែកខែក្តៅណាបងប្អូនបាទអញ្ចឹងបងប្អូនដាក់ទឹកតាមខ្លួនញ៉ាំឲ្យបានគ្រប់គ្រាន់ហើយបងប្អូនអាចដាក់មច្ឆាបន្តិចចូលទៅក្នុងកណ្ដុងទឹកសុទ្ធហើយកលុកញ៉ាំទៅក៏បានដែរបាទគឺថារសជាតិឈ្ងុយឆ្ងាញ់ហើយបានសុខភាពល្អទៀតបងប្អូនបាទសូមអរគុណច្រើនសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយ